ម្ដាយចុងចិត្តដូចយក្ខិនីខឹងកូនប្រុសអាយុ2ឆ្នាំចាក់សាប៊ូចោលវាយទាត់ធាក់រហូតដល់ស្លាប់រួចបំរុងយកសពទៅដុតចោលនៅវត្តបំបត្តិផាត់តាងទៀតស្ត្រីជាម្ដាយចុងម្នាក់ខណៈប្តីចេញទៅធ្វើការបាត់ខឹងកូនប្រុសទើបតែអាយុ2ឆ្នាំចាក់សាប៊ូចោលក៏វាយទាត់ធាក់និងចាប់រុញបោកទប់នឹងជញ្ជាំងរហូតដល់ស្លាប់បាត់បង់ជីវិតបន្ទាប់មកយកសពបំរុងទៅបូជាចោលនៅវត្តបំបត្តិផាត់តាងប៉ុន្តែដោយសារតែមានការសង្ស័យថាក្មេងប្រុសតូចនោះស្លាប់មិនប្រក្រតីលោកអាចារ្យក៏បានរាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យមើលទើបដឹងថាជារឿងឃាតកម្មរួចក៏ខាត់ខ្លួនម្ដាយចុងចិត្តខ្មៅរូបនេះចាត់ការតាមច្បាប់តែម្ដងហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 7:30 នាទីយប់ថ្ងៃទី30មីនាឆ្នាំ2026នៅចំណុចផ្ទះជួលបន្ទប់លេខ2ជាន់ទី2ផ្លូវបេតុងស្ថិតនៅក្នុងភូមិដំណាក់ត្រយឹងសង្កាត់ចោមចៅទី2ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញស្ត្រីជាម្ដាយចុងដែលជាឃាតករឈ្មោះហ៊ឿនស្រីណៃអាយុ24ឆ្នាំមានទីលំនៅអចិន្ត្រៃយ៍នៅភូមិប្រាសាទឃុំតុងរុងស្រុកព្រៃឈរខេត្តកំពង់ចាមមានប្តីឈ្មោះទេពវណ្ឌីអាយុ22ឆ្នាំមុខរបរព្រូរថយន្តចំណែកកូនប្រុសដែលត្រូវបានវាយសម្លាប់ឈ្មោះឌីភក្ត្រាភេទប្រុសអាយុ2ឆ្នាំហើយគ្រួសារនេះស្នាក់នៅផ្ទះជួលកើតហេតុខាងលើនគរបាលប្រាប់ថាបរិសុទ្ធជាឪពុកបង្កើតក្មេងប្រុសរងគ្រោះខាងលើលែងលះគ្នាជាមួយប្រពន្ធដើមហើយបានយកកូនប្រុសឈ្មោះឌីភក្ត្រានេះមកនៅជាមួយក្រោយពីលែងលះគ្នារួចស្ត្រីជាប្រពន្ធដើមបានទៅរស់នៅឯស្រុកកំណើតនៅខេត្តបាត់ដំបងបាត់ទៅលុះដល់កំឡុងខែសីហាឆ្នាំ2025បរិសុទ្ធនោះក៏បានយកស្ត្រីឈ្មោះហ៊ឿនស្រីណៃឃាតករនេះដែលជាស្រីមេម៉ាយកូនមួយមកធ្វើជាប្រពន្ធចុងរស់នៅរួមរស់ជាមួយគ្នារហូតដល់ថ្ងៃកើតហេតុនគរបាលប្រាប់ឲ្យដឹងបន្តទៀតថានៅមុនកើតហេតុបរិសុទ្ធជាប្តីបានចេញទៅធ្វើការដោយទុកស្ត្រីជាប្រពន្ធក្រោយនេះនៅមើលថែទាំកូនហើយក្រោយមកកូនប្រុសចុងឈ្មោះឌីភក្ត្រាបានទៅលេងសាប៊ូនិងចាក់សាប៊ូចោលពេលឃើញបែបនេះស្ត្រីជាម្ដាយចុងចិត្តអប្រិយខឹងណាស់ក៏បានក្តិចមួលផ្លូវព្រមទាំងវេកទាត់ធាក់ចំឆ្អឹងជំនីក្រោមក្លៀកនិងចាប់បោកកូនចុងទប់នឹងជញ្ជាំងបណ្ដាលរងរបួសយ៉ាងធ្ងន់ធ្ងរបន្ទាប់មកទៀតនាងនោះក៏បានហៅម៉ូតូកង់3ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកុមារជាតិដើម្បីសង្គ្រោះបន្ទាន់ដែរប៉ុន្តែពេលទៅដល់គ្រូពេទ្យបានប្រាប់ថាកូនចុងរូបនោះស្លាប់បាត់ទៅហើយទើបនាងដឹកសពទៅកាន់វត្តព្រៃស្ពឺដើម្បីបូជាបំបត្តិផាត់តានគរបាលបន្តប្រាប់ទៀតថាខណៈនោះដោយសារតែមានការសង្ស័យថាក្មេងប្រុសនោះស្លាប់មិនប្រក្រតីទំនងជាមិនមែនស្លាប់ដោយសារជំងឺទើបលោកអាចារ្យអត់ហ៊ានបូជារួចក៏រាយការណ៍ជូននគរបាលប៉ុស្តិ៍ចោមចៅទី2និងនគរបាលខណ្ឌពោធិ៍សែនជ័យចុះទៅពិនិត្យមើលពេលនោះទើបដឹងថាជារឿងឃាតកម្មដែលបង្កឡើងដោយស្ត្រីជាម្ដាយចុងបន្ទាប់មកនគរបាលក៏បានធ្វើការឃាត់ខ្លួនម្ដាយចុងចិត្តខ្មៅរូបនោះនាំទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្ដងស្ត្រីជាឃាតកររូបនោះបានសារភាពប្រាប់នគរបាលថានៅថ្ងៃទី30មីនាឆ្នាំ2026វេលាម៉ោង 6:30 នាទីព្រឹកប្តីបានចេញទៅធ្វើការបាត់ហើយនាងបាននៅក្នុងបន្ទប់ជួលមើលកូនចុងក្មេងប្រុសរងគ្រោះពេលនោះកូនចុងបានលេងកន្ត្រកសាប៊ូហើយបានចាក់ចោលជាហេតុធ្វើឲ្យនាងខឹងក៏បានវាយក្តិចមួលផ្លូវបណ្ដាឲ្យកូនស្រែកយំខ្លាំងខណៈនោះនាងលួងមិនបាត់យំតតែសោះទើបទាត់ថែមមួយជើងទៀតនិងទាញដៃបោកទប់នឹងជញ្ជាំងបន្ទប់រួចលើកដាក់លើអង្រឹងក្រោយមកដល់កូនចុងនេះយំស្រែករហូតទន់ដៃទន់ជើងនិងស្លេកស្លាំងទើបនាងហៅម៉ូតូកង់3ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកុមារជាតិតែពេលទៅដល់ត្រូវគ្រូពេទ្យបញ្ជាក់ថាស្លាប់បាត់ទៅហើយរួចក៏ដឹកសពមកតម្កល់ទុកនៅក្នុងវត្តព្រៃស្ពឺប៉ុន្តែមិនទាន់បានបូជាសពផងក៏ត្រូវនគរបាលឃាត់ខ្លួនតែម្ដងក្រោយទទួលបានព័ត៌មាននោះហើយនគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងលោកអុកញ៉ាវជ្ជបណ្ឌិតនងសវណ្ណរតគ្រូពេទ្យកសាវិច័យអមសាលាដំបងរាជធានីភ្នំពេញសហការជាមួយអង្គការការពារកុមារ CPU បានធ្វើកសាវិច័យឲ្យសន្និដ្ឋានថាក្មេងប្រុសរូបនោះស្លាប់ដោយសារខ្សោះឈាមបណ្ដាលមកពីបែកតម្រង់នោមខាងឆ្វេងឈាមហូរពេញពោះ